ក្នុងកិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី2ឆ្នាំ2025នាព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថាកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានៅវឌ្ឍនភាពសមិទ្ធផលនិងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រយៈពេល6ខែចុងឆ្នាំ2025និងធ្វើការប្រមូលពិភាក្សាលើធាតុចូលរួមជាមួយនឹងអនុសាសន៍ពីសមាជិកសមាជិកាដែលជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័នរាជធានីខេត្តនិងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័នព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្តអង្គការជាតិអន្តរជាតិនិងអង្គការសង្គមស៊ីវិលឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថាផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយនិងពហុវិស័យឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី6ឆ្នាំ2024ដល់ឆ្នាំ2028គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023ដល់ឆ្នាំ2028របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបដិញ្ញាចិត្តបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈឆ្ពោះទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលដោយបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ2024ដល់ឆ្នាំ2035ដែលប្រកាសឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2024ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជារក្សាបាននូវមោទនភាពនិងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ហើយការបដិញ្ញាចិត្តត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ភាពជាអ្នកដឹកនាំនិងការសម្របសម្រួលសហការជាចរន្តជាតិតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដងទន្ទឹមនឹងនេះក្រុមការងារក៏នឹងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃជាតិដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយរក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យពីគ្រប់ស្ថាប័នជាតិអន្តរជាតិដៃគូអភិវឌ្ឍន៍សង្គមស៊ីវិលវិស័យឯកជនជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ហើយយើងបង្កើតបាននៅស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយមានប្រព័ន្ធតាមដាននិងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់